អូខេអញ្ចឹងដូចដែលយើងបានដឹងហើយវគ្គមុនគឺជាការវិវត្តឬក៏ជាហៅថាបដិវត្តរបស់វិស័យឧស្សាហកម្មនៅលើពិភពលោកអញ្ចឹងតើការវិវត្តឬការបដិវត្តរបស់វិស័យឧស្សាហកម្មហ្នឹងវាមានផលប៉ះពាល់អីខ្លះមកលើផែនដីអូខេអញ្ចឹងយើងងាកមកប្រធានបទមួយទៀតតកតងជាមួយនឹងnatural disaster ឬក៏ការប៉ះពាល់ទៅលើធនធានធម្មជាតិឬក៏អាចថា environment impact ទៅលើអាចថាបរិយាកាសជុំវិញខ្លួនរបស់យើងអញ្ចឹងវាមាន3កត្តាទី1គឺការផ្លាស់ប្ដូរនៅអាកាសធាតុគេ climate change environment pollution ការបំពុលនៅបរិស្ថានហើយនឹងការប្រើប្រាស់នៅធនធានធម្មជាតិលើសដែនកំណត់អូខេអញ្ចឹងយើងងាកមកចំណុចទី1យើងគឺ climate change ការបំរែបំរួលនៅអាកាសធាតុដូចយើងបានដឹងអញ្ចឹងដោយសារតែការវិវត្តរបស់ឧស្សាហកម្មវាត្រូវការធនធានធម្មជាតិក៏ដូចជារបស់កែច្នៃជាច្រើនក្នុងការអភិវឌ្ឍឬក៏ការវិវត្តពីមួយជំហានទៅមួយជំហានយើងតែងតែត្រូវការនៅ resource អញ្ចឹងដូចគ្នាការប្រើ resource ហ្នឹងហើយដែលជាផលប៉ះពាល់មួយទៅដល់ធនធានធម្មជាតិហើយក៏ជាកត្តាមួយដូចគ្នាដែលផ្ដល់ផលប៉ះពាល់ទៅដល់ការបំបែបំរួលនៅអាកាសធាតុដូចដែលយើងបានឃើញនៅលើ slide អញ្ចឹងគឺចំណុចទី1យើងគឺតកតងជាមួយនឹង ocean warming ឬក៏ hurricane តកតងជាមួយនឹងការឡើងកម្ដៅរបស់សមុទ្រឬក៏អាចថាជាព្យុះដូចគ្នាអញ្ចឹងនៅពេលដែលអាកាសធាតុប្រែប្រួលអាចធ្វើឲ្យកម្ដៅឡើងនៅក្នុងសមុទ្រយើងធ្វើឲ្យប្រព័ន្ធ ecosystem របស់សមុទ្រឬក៏សត្វនៅក្នុងសមុទ្រជាធម្មតាទេនៅពេលដែលប៉ះពាល់ទៅលើសមុទ្ររបស់នៅលើសមុទ្រដូចជាសត្វឬជារុក្ខជាតិនៅក្នុងសមុទ្រវាតែងតែប៉ះពាល់បើនៅលើដីក៏ដូចគ្នាវាប៉ះពាល់ទៅលើមនុស្សទៅលើរុក្ខជាតិក៏ដូចជាសត្វនៅលើដីឬក៏ក្រោមដីវាប៉ះពាល់ដូចគ្នាអញ្ចឹងនៅចំណុចនេះគឺចង់សំដៅទៅលើសមុទ្រអញ្ចឹងវាប្រកាសជាប៉ះពាល់ទៅដល់សត្វក៏ដូចជាអាចថាធនធានធម្មជាតិដែលនៅក្នុងសមុទ្រវាអាចនឹងប៉ះពាល់មានការស្លាប់ឬក៏អាចថាពិបាកក្នុងការលូតលាស់ទី2តកតងជាមួយនឹងការឡើងចុះនៃ level ទឹកឬក៏ហៅថា flooding ហៅថាការឡើងទឹកអាចនឹងឡើងខ្ពស់ពេកឬក៏ចុះលឿនពេកអញ្ចឹងណាអញ្ចឹងដោយសារតែកម្ដៅវាប្រែប្រួលឬក៏កម្ដៅឡើងចុះខុសខុសធម្មតាអញ្ចឹងអាចនឹងផ្ទាំងតកធំធំនៅខាងទីទួលខ្ពស់និងអាលីដូចជាខាងអង់តាក់ទិកខាងប៉ូលហ្នឹងពេលដែលអាលីមកចឹងវាអាចងាយឬក៏លឿនក្នុងការniveau ទឹកសមុទ្រឡើងខ្ពស់ធ្វើឲ្យមានការលិចលង់ចឹងប៉ះពាល់ទៅដល់ហេដ្ឋារចនាសម្ព័ន្ធក៏ដូចជាធនធានធម្មជាតិការដាំដុះដូចគ្នាទី3តើតើជាមួយនឹង dry soil ឬក៏ wildfire មានថាដោយសារតែកម្ដៅឡើងខ្ពស់ពេកវាអាចធ្វើឲ្យដីនឹងរីងដីនឹងអាចថាស្ងួតអញ្ចឹងទៅពិបាកក្នុងការដាំដុះអញ្ចឹងនៅពេលដែលដីពិបាកក្នុងការដាំដុះមានថាដីនឹងវាក្តៅពិបាកក្នុងការដាំដុះអញ្ចឹងវាប្រឈមមុខនឹងអីគេប្រឈមមុខនឹងភ្លើងឆេះព្រៃដូចគ្នាអានឹងគឺជាហេតុផលនៃការបំរែបំរួលអាកាសធាតុលឿនខុសពីធម្មតាអញ្ចឹងបើយើងងាកទៅចំណុចទី2តកតងជាមួយនឹង environmental pollution ការបំពុលនៅអាចថាបរិស្ថានអញ្ចឹងបរិស្ថានគឺរបស់ដែលនៅជុំវិញខ្លួនយើងអញ្ចឹងកត្តាអីខ្លះដែលអាចថាបំពុលបរិស្ថានទី1ការប្រើប្រាស់ plastic លើសកំណត់គេហៅថា plastic waste ឬក៏ urban float ហ្នឹងនៅពេលដែលការប្រើប្រាស់ plastic លើសកំណត់វាអាចប៉ះពាល់ទាំងដីទាំងទឹកដោយសារអីដោយសារតែពេលដែលយើងប្រើនៅក្នុងដីចឹងដូចជាយើងដឹងថា plastic វាជារបស់មួយដែលមិនងាយរលាយទេអញ្ចឹងវាអាចនឹងប៉ះពាល់ទៅដល់ការលូតលាស់របស់ធម្មជាតិក៏ដូចជាស្រទាប់អូសូនមួយទៀតតកតងនៅក្នុងទឹកក៏ដូចគ្នាវាអាចនឹងប៉ះពាល់ដល់សារ៉ាយប៉ះពាល់ដល់រុក្ខជាតិនៅក្នុងទឹកនិងសត្វដែលនៅក្នុងទឹកដូចគ្នាទី2គឺតកតងជាមួយ air pollution ហ្នឹងកើតឡើងដោយប្រព័ន្ធឧស្ម័នដែលចេញពីខាងរោងចក្រចេញពីតំបន់ដែលគេហៅថាតំបន់សេដ្ឋកិច្ចដែលលូតលាស់ដូចជាយើងបានលើកឡើងវគ្គមុនហ្នឹងគឺការវិវត្តពីមួយសម័យកាលទៅមួយសម័យកាលរបស់គេហៅថា evolution របស់ industry ហ្នឹងក៏វាជាផលប៉ះពាល់មួយធំដែរពីព្រោះអីនៅពេលដែលចង់ឲ្យប្រវត្តិអីមួយយើងត្រូវការម៉ាស៊ីនយើងត្រូវការប្រើប្រេងអញ្ចឹងវានឹងបំលែងទៅជាអូស្ម័នហើយអូស្ម័នអស់ហ្នឹងក៏ជាកត្តាមួយដែលធ្វើឲ្យប៉ះពាល់ទៅដល់ខ្យល់ដូចគ្នាហើយនឹងទី3គឺតកតងជាមួយនឹងអាចថា soil contamination គឺការប្រើប្រាស់នៅសារធាតុគីមីក្នុងការដាំដុះដូចដែលយើងបានឃើញបើយើងមើលនៅក្នុងបរិបទនៅក្នុងប្រទេសកម្ពុជាយើងមានការដាំដុះដោយប្រើជីគីមីអ្នកខ្លះក៏ប្រើជីកំប៉ុស្តដូចគ្នាអញ្ចឹងការប្រើអស់ហ្នឹងនៅពេលដែលយើងប្រើរបស់អស់ហ្នឹងដើម្បីទៅជួយជំរុញនៅសេដ្ឋកិច្ចក៏ដូចជាក្នុងវិស័យណាមួយវានឹងប៉ះពាល់ទៅដល់ដីហើយនៅពេលដែលការប្រើប្រាស់ដែលគ្មានអាចថាគាត់អត់មានចំណេះដឹងការប្រើប្រាស់គាត់ប្រើប្រាស់លើសអញ្ចឹងប៉ះពាល់ទៅដល់ដីវាជាការបំពុលដីមួយដែលពិបាកក្នុងការដាំដុះនៅពេលក្រោយៗទៀតអញ្ចឹងចំណុចចុងក្រោយគឺតើតើជាមួយនឹង nature reuse ការប្រើប្រាស់ទុនធានធម្មជាតិនឹងលើសពេក
ឧទាហរណ៍ដូចការកាប់ព្រៃឈើអញ្ចឹងនៅពេលដែលការកាប់ព្រៃឈើឬក៏ការប្រើប្រាស់នៅធនធានធម្មជាតិមិនថានៅលើដីឬនៅក្នុងសមុទ្រខ្លាំងពេកវាប្រឈមមុខជាមួយនឹងអីគេទីមួយតាក់ទងជាមួយនឹងការអាចថាអាឡូកធំនឹងកើតឡើងដោយសារតែវាអត់មានព្រៃឈើអត់មានអីទប់អញ្ចឹងងាយស្រួលក្នុងការប៉ះទង្គិចមែនទែនអញ្ចឹងបានជាប្រទេសអភិវឌ្ឍន៍មួយចំនួនគេព្យាយាមដាំដើមឈើដើម្បីទប់ទល់អស់ដូចគ្នាហើយដូចដែលយើងដឹងអញ្ចឹងដើមឈើដូចជាសបុកអីមួយចឹងដែរនៅពេលដែលមានខ្យល់ឬក៏មានអាឡុកអីប៉ះមកវាអាចថាជា barrier វាជារបាំងមួយដែលពាំងកម្លាំងហ្នឹងប៉ះពាល់ទៅដល់មនុស្សដូចគ្នាចំណុចបន្ទាប់គឺតាក់ទងជាមួយ storm surges ឬក៏គេហៅថាព្យុះនៅលើសមុទ្រណាដោយសារតែវាក៏ជាកត្តាមួយឬក៏ជាអាចថាជាឧបសគ្គមួយទៅលើការដឹកជញ្ជូនឆ្លងកាត់ទ្វីបឬក៏ពីប្រទេសមួយទៅប្រទេសមួយដូចគ្នាហើយអស់ហ្នឹងកើតឡើងដោយសារតែអីគេដោយសារតែការប្រើប្រាស់ធនធានធម្មជាតិហ្នឹងលើសកំណត់ដូចជាការកាប់ព្រៃឈើឬក៏ការប្រើប្រាស់នៅធនធានធម្មជាតិមិនថាក្នុងសមុទ្រឬក៏នៅលើគោកហ្នឹងវាលើសឬក៏ over ពេកអញ្ចឹងធ្វើឲ្យមានបាតុភូតរបស់នឹងកើតឡើងអញ្ចឹងដូចដែលយើងបានដឹងអញ្ចឹងនៅពេលដែលការណាដែលយើងប្រើប្រាស់ឬក៏យើងអភិវឌ្ឍអ្វីមួយវាអត់មានគិតឬក៏អត់បានកលែងទៅមើលពេលខាងមុខវាអាចប្រឈមមុខជាមួយនឹងអីខ្លះវាថាវាជាផលប៉ះពាល់មួយដែរទៅលើមនុស្សជាតិក៏ដូចជាពិភពលោកឬក៏ផែនដីមួយនេះហើយជាចុងក្រោយខ្ញុំសូមអរគុណដល់អ្នកទាំងអស់គ្នាដែលបានចំណាយពេលក្នុងការស្ដាប់ក៏ដូចជាស្វែងយល់តាំងពីការវិវត្តឬក៏ការធ្វើបដិវត្តរបស់វិស័យឧស្សាហកម្មរហូតមកដល់ផលប៉ះពាល់នៃការធ្វើបដិវត្តនោះតើប៉ះពាល់អីខ្លះមកលើទន្ទឹងធម្មជាតិក៏ដូចជាបរិយាកាសក៏ដូចជាបរិស្ថាននៅក្នុងជុំវិញខ្លួនរបស់យើងអញ្ចឹងជា message អាចថាជា note ចុងក្រោយគឺជាសារដាស់តឿនទៅដល់ការធ្វើឧស្សាហកម្មក៏ដូចជាអ្នកដែលគាត់ start business គាត់គួរតែគិតតាក់ទងជាមួយនឹងការប្រើប្រាស់នៅធនធានធម្មជាតិឬក៏កាត់បន្ថយការប្រើប្រាស់ធនធានធម្មជាតិដែលអាចធ្វើទៅបាន